សួស្តីបងប្អូនទាំងអស់គ្នាម៉ាក់ណាណាមកទៀតហើយថ្ងៃនេះតាមសំណុំពរបងប្អូនដែលឲ្យនាងខ្ញុំជួយចេញវីដេអូធ្វើម្ហូបខ្លះមកអញ្ចឹងខ្ញុំជូនតាមសំណុំពរបងប្អូនណាអូខេអញ្ចឹងបងប្អូនមកតាមដានទស្សនាទាំងអស់គ្នាណាថ្ងៃនេះកាប់ដើមចេកមួយហ្មងដើម្បីធ្វើម្ហូបបងប្អូនណាសូមជួយ like ជួយ share page ខ្ញុំផងណាបងប្អូនថ្ងៃនេះខ្ញុំធ្វើទាដើមចេកតើបងប្អូនមកមើលរបៀបធ្វើទាំងអស់គ្នាណាខ្ញុំមានទាចំនួន2ក្បាលមានខ្ទឹមក្រហមខ្ទឹមសហើយគ្រឿងបុក2កូនចានណាបងប្អូនហើយប្រហុកហើយខ្ញុំមានស្លឹកក្រូចមានខ្ទិះដូងមានសណ្តែកដីក្រូចឆ្មាហើយម្ទេសឆ្អាណាបងប្អូនដំបូងខ្ញុំដាក់ប្រេងឆាសិនបន្ទាប់មកខ្ញុំចាស់ម្ទេសឆ្អាយើងហើយជាមួយនឹងស្លឹកក្រូចដាក់ចូលម្លឹងវាហើយបានខ្ញុំដាក់ខ្ទឹមក្រហមខ្ទឹមសចូលបងប្អូនឲ្យវាឈ្ងុយចឹងណាវាថាឈ្ងុយអស់ហើយផ្អើលភូមិបន្ទាប់មកខ្ញុំដាក់ទាដែលយើងកាប់រួចពីក្បាលហ្នឹងកុំដាក់ទាំងមូលបងប្អូនដាក់ទាំងមូលយើងស្លអត់ការទេនិយាយលេងមួយបងប្អូនទេហើយយើងជ្រុំវាឲ្យឈ្ងុយឲ្យវាដាច់ទឹកប្រៃបងប្អូនបន្ទាប់មកយើងដាក់គ្រឿងមួយកូនចានយើងមានទាំងអស់2កូនចានយើងដាក់មួយកូនចានហើយយើងដាក់ដុំរ៉ូឌីមួយហើយស្ករត្នោតបងប្អូនបន្ទាប់មកយើងដាក់ខ្ទិះដូងយើងបន្តិចយើងច្របល់ហើយយើងចាក់វាចូលទាំងអស់ណាហើយយើងដាក់ទឹកត្រីបន្តិចទៅដាក់ប្រេងខ្យងដែរមួយវែកហើយអំបិលមួយស្លាបព្រាស្ករ2ស្លាបព្រាបាយទៅបងប្អូនហើយម្សៅស៊ុបមាន់ហ្នឹងដាក់1ស្លាបព្រាដែរទៅបងប្អូនឲ្យឈ្ងុយហើយយើងកូរយើងមកវាទុកចោលអញ្ចឹងណាបងប្អូនតោះឥឡូវយើងមកធ្វើទឹកជ្រលក់ទាំងអស់គ្នាយើងដាក់គ្រឿងហើយដាក់ប្រហុកគ្រឿងមួយកូនចានយើងហ្នឹងយើងចាក់ខ្ទឹមសម្ទេសចូលបងប្អូនហើយបន្ទាប់មកយើងដាក់ស្ករ2ស្លាបព្រាទៅបងប្អូនហើយដាក់ក្រូចឆ្មាឲ្យវាជូរឆ្ងាញ់ហើយយើងដាក់អាទឹកសូសដែលយើងស្លហ្នឹងយើងច្បល់ចូលគ្នាហើយយើងថែមទឹកសូសបន្តិចនិយាយរួមអានេះឆ្ងាញ់មែនតើហ្មងឈ្ងុយប្រហុកឈ្ងុយអីហើយយើងដាក់សណ្តែកដីយើងចូលទៅណាបងប្អូននិយាយថាជាតិបងគ្រាន់តែ voice over ហ្នឹងគឺថាខ្ញុំឃ្លានទៀតហ្មងនេះផលយើងហ្នឹងគឺរួចរាល់ហើយនេះវីដេអូខ្ញុំកាត់ទៅបើទាហ្នឹងមកប្រហែលជាកន្លះម៉ោងអីផុយឯងបងប្អូននៅស្រុកនេះគាត់ទាវាអត់ដូចនៅស្រុកខ្មែរយើងទេទាវារៀងស្វិតខ្លាំងបើនេះតែកន្លះម៉ោងអីអូខេហើយតោះមកញ៉ាំទាំងអស់គ្នាបងប្អូនអរគុណច្រើនបានទស្សនាវីដេអូនេះដល់ចប់សូមបងប្អូនជួយ like ជួយ share ឲ្យនាងខ្ញុំផងឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតណាអរគុណច្រើនបាយបាយ